តែយើងអាចចូលទៅមើលទិន្នន័យនៃការជួញដូរសង្ខេបប្រចាំថ្ងៃមើលតាមកន្លែងណាខ្លះវាមានអត្ថប្រយោជន៍អ្វីហើយក្រុមហ៊ុនមូលបត្រឬក៏ broker ទាំងឡាយដែលគាត់ចេញរបាយការណ៍ប្រចាំថ្ងៃដែរយើងអាចចូលទៅមើលនៅកន្លែងណាខ្លះការសង្ខេបជួញដូររបស់ broker នីមួយៗហ្នឹងខុសគ្នាដូចម្ដេចបាទហើយមើលមិនដឹងថាមានវិជ្ជកិនក្នុងស្រុកឬបរទេសវិជ្ជកិននីតិបុគ្គលឬក៏ឯកតបុគ្គលមានការទិញចូលលក់ចេញប្រមាណភាគរយយើងទៅមើលកន្លែងណាខ្លះបាទអញ្ចឹងយើងជួបគ្នាលម្អិតស្វែងយល់បន្តិចទៀតនេះបើសិនជាបងប្អូនចូលចិត្តគាំទ្របាទការចែករំលែកចំណេះដឹងទាំងឡាយសូមកុំភ្លេចបាទជួយចុច like subscribe ឬយកសញ្ញារូបកណ្ដឹងដើម្បីលើកទឹកចិត្ត admin ផងដែរហើយបើចង់ប៉ាកាហ្វេ admin នេះអាចបាញ់ឬក៏ផ្ទេរតាមគណនីធនាគារនៅលើ caption នេះបានឥឡូវកុំឲ្យខាតពេលវេលាយូរយើងចូលទៅដល់ប្រធានបទយើងតែម្ដងបាទទិន្នន័យទីផ្សារគឺសំដៅទៅដល់ទិន្នន័យទាំងឡាយណាដែលតាក់ទងនឹងថ្លៃនិងការជួញដូរមូលបត្រនៅលើផលមករឧទាហរណ៍ថ្លៃបម្រែបម្រួលជាថ្លៃបម្រែបម្រួលជាភាគរយទំហំជួញដូរតម្លៃជួញដូរនិងព័ត៌មានអំពីសន្ទុះជាដើមហើយសាធារណជនវិជ្ជកិនអាចតាមដានទិន្នន័យទីផ្សារបាននៅលើគេហទំព័ររបស់ផលមករនៅលើកម្មវិធី app CSX Trade app ផ្សារហ៊ុននិងគេហទំព័រផ្សារហ៊ុន .com គេហទំព័រ ICSX បាទអញ្ចឹងយើងមានឧបករណ៍ច្រើនដើម្បីតាមដានទិន្នន័យទីផ្សារហើយទិន្នន័យទីផ្សារទាំងនោះក៏យើងអាចទៅតាមដានពេលក្រោយបិទផ្សារបានដែរតាមរយៈប្រភពព័ត៌មានផ្លូវការពីផ្សារហ៊ុនដូចជាគេហទំព័រឬក៏កម្មវិធីរួមទាំងការសង្ខេបការជួញដូរប្រចាំថ្ងៃពីក្រុមហ៊ុនមូលបត្រឬក៏ broker ទាំងឡាយជាបន្តខ្ញុំនាំបងប្អូនទៅស្វែងរកជាមួយគ្នាបាទទី1នាំបងប្អូនទៅមើល app ផ្សារហ៊ុនបាទយើង download app ផ្សារហ៊ុនចូលទូរស័ព្ទដៃយើងចូលទៅមើលយើងឃើញទិន្នន័យទីផ្សារដែរចុចបើកវាតមកយកកន្លែងថ្លៃភាគហ៊ុននេះមកបាទចូលមកភ្លាមយើងឃើញសន្ទុះទីផ្សារបាទផលមកដែលមានគិតជា5ថ្ងៃ1ខែ3ខែ6ខែពីដើមឆ្នាំរហូតដល់បច្ចុប្បន្ននេះរយៈពេល1ឆ្នាំរយៈពេល3ឆ្នាំយើងអាចចុចមើលទៅឃើញមានសន្ទុះបំរែបំរួលណាបាទខ្ញុំអស់ឡើងលើបន្តិចយើងនឹងឃើញសន្ទុះថ្ងៃមុនសន្ទុះបច្ចុប្បន្នហើយនឹងបំរែបំរួលបាទធៀបនឹងថ្ងៃមូលដ្ឋានអានេះជាក្រុមហ៊ុនដែលបានចុះបញ្ជីលក់ភាគហ៊ុននៅផ្សារយើងបាទអញ្ចឹងយើងនឹងឃើញមានបំរែបំរួលនៅក្នុងនេះដែរឆ្លៀតឱកាសនេះបញ្យល់អំពីសន្ទុះផលមកដែលយើងហៅថា CSA Index បាទសន្ទុះផលមកហ្នឹងគឺជាសន្ទុះរួមមួយដែលតំណាងឲ្យបំរែបំរួលនៃថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុនទាំងអស់ដែលបានចុះបញ្ជីនៅផលមកអញ្ចឹងការគណនាសន្ទុះផលមកគឺគេយកថ្លៃភាគហ៊ុនដែលជួញដូរជោគជ័យជារៀងរាល់នាទីនៅក្នុងថ្ងៃមួយហ្នឹងបាទរបស់ក្រុមហ៊ុននីមួយៗហ្នឹងគុណនឹងចំនួនភាគហ៊ុនដែលបានជួញដូរជោគជ័យបាទអញ្ចឹងគេយកចំនួនហ៊ុនក្រុមហ៊ុននីមួយៗដែលជួញដូរជោគជ័យហ្នឹងយកមកសរុបចូលគ្នាទៅនឹងคล้ายជាសន្ទុះផ្សារទាំងមូលបាទយើងនឹងឃើញមានបំរែបំរួលដែលគេយកធៀបនឹងថ្ងៃបើកផ្សារមុនមួយថ្ងៃណាឧទាហរណ៍ថាសន្ទុះថ្ងៃនេះគេយកទៅធៀបថ្ងៃបើកផ្សារម្សិលមិញបាទជាថ្លៃមូលដ្ឋានហើយបើសិនជាយើងចង់មើលក្រុមហ៊ុនមួយៗយើងចុចកន្លែង CSA Index សញ្ញាព្រួយនៅលើស្ដាំដៃនេះមកយើងនឹងចុចមើលទៅយើងនឹងឃើញមានបំរែបំរួលរបស់ក្រុមហ៊ុនមួយនេះបាទដែលគិតជាថ្ងៃជាខែអញ្ចឹងយើងនឹងឃើញបំរែបំរួលកំពុងតែ live ផ្ទាល់ជួញដូរផ្ទាល់ប៉ុន្តែ app ផ្សារហ៊ុននេះគឺបានត្រឹមតែមើលទេมันអាចដាក់បញ្ជាទិញលក់បានទេទាល់តែ app CSX Trade ទើបអាចដាក់បញ្ជាបានប៉ុន្តែយើងអាចមើលទិន្នន័យទីផ្សារបំរែបំរួលហ្នឹង real time នៅម៉ោងផ្សារបើកឬក៏ផ្សារបិទបានបាទជាបន្តយើងទៅមើល app CSX Trade បាទយើងបើកវាមកហើយ log in ចូលយើងចូលមកដល់ menu ទាំងនេះយើងអាចមើលបាន menu 2ដែលបង្ហាញអំពីទិន្នន័យទីផ្សារបាទទី1គឺ market overview ហើយមួយទៀតគឺ stock បាទថ្លៃហ៊ុនអញ្ចឹងខ្ញុំមើល market overview មុនបាទអញ្ចឹងវាមាន menu 2ទៀតបាទគឺ market summary គឺសង្ខេបទីផ្សារហើយនឹងtoday stock market បាទគឺទីផ្សារថ្ងៃនេះចូលមើលទីផ្សារថ្ងៃនេះមុនបាទអញ្ចឹងយើងឃើញមានសន្ទុះផ្សារនេះបីបង្ហាញណាគេបូកចូលគ្នាគ្រប់ក្រុមហ៊ុនបញ្ចូលគ្នាណាហ្នឹងហើយអញ្ចឹងបើសិនជាទីផ្សារហ្នឹងវា Q មានន័យថាធៀបនឹងថ្លៃផ្សារមិញជាមូលដ្ឋានហ្នឹងគឺវាឡើងលើបើសិនជាពណ៌ក្រហមមានន័យថានេះក្រហមអញ្ចឹងវាធ្លាក់ក្រោមថ្លៃមូលដ្ឋានផ្សារមិញអញ្ចឹងវាប្រែប្រួលរហូតដល់ទៀងទាត់ទេទាល់តែបិទផ្សារបានវាលែងប្រែប្រួលបាទខ្ញុំបែកថយក្រោយវិញខ្ញុំចូល market summary វិញបាទខ្ញុំចូលចិត្តមើលខាងនេះវាស្រួលមើលបង្ហាញបានទាំងមូលតែម្ដងបាទសន្ទុះផ្សារឃើញបំរែបំរួលប្រហែលភាគរយក្នុងនេះគឺមានថ្លៃបើកថ្លៃខ្ពស់ថ្លៃទាបvolume បាទ volume ជួញដូរសរុបអានេះថ្លៃជួញដូរសរុបបាទថ្លៃជួញដូរសរុបនៅនេះ
បាទនេះវាបង្ហាញអំពីទីផ្សារគោលហើយទីផ្សារកំណើនបាទយើងចុចមើលឃើញនេះទីផ្សារកំណើនមាន2ក្រុមហ៊ុនបាទនេះបំរែបំរួលភាគហ៊ុនមួយកំពុងតែជួញដូរ real time នៅលើទីផ្សារតែម្ដងបាទចុច back ថយក្រោយបាទចូលកន្លែង menu stock ទៀតបាទនេះវាមានកន្លែងឲ្យយើងមើលដែរបាទចុចកន្លែង stock នេះយើងបង្ហាញអំពីក្រុមហ៊ុនមួយយើងចង់មើលក្រុមហ៊ុនណាយើងចង់ដាក់បញ្ជាទិញចង់ដាក់បញ្ជាលក់វាបង្ហាញលម្អិតនៅនេះបាទមានផ្នែកខាងលក់ហើយផ្នែកខាងទិញអញ្ចឹងយើងចង់រើសក្រុមហ៊ុនណាចុចកន្លែងព្រួយលើឆ្វេងដៃនេះមកបាទខ្ញុំឧទាហរណ៍បាទអញ្ចឹងយើងនឹងឃើញនេះមានការជួញដូរអញ្ចឹង app CSA Trade នេះយើងអាចដាក់បញ្ជាទិញលក់បានមកខុសពី app ផ្សារហ៊ុនបានតែមើលឯងអញ្ចឹងបើយើងចង់ដាក់ទិញអីយើងអាចចុចបញ្ជាទិញលក់បានបាទកន្លែងនេះគឺមើលអំពី Today Trade បាទគឺការជួញដូរនៅថ្ងៃនេះបាទអញ្ចឹងម៉ោងនេះមានការគ្រប់គ្រងអីខ្លះយើងមើលតាមនេះទៅបាទឃើញទេណែអញ្ចឹងទិន្នន័យទីផ្សារវាបង្ហាញយើងនេះមានការគ្រប់គ្រងនៅម៉ោងវិនាទីណាតម្លៃប្រមាណការប្រែប្រួលគិតជាលុយគិតជាភាគរយហ្នឹងហើយ volume ប្រមាណដែលគ្រប់គ្រងជោគជ័យនេះបាទយើងអស់មើលទៅឃើញគិតជាចំនួនទឹកលុយ20រៀលគិតជាភាគរយប៉ុណ្ណេះបាទដក 0.27% អញ្ចឹងទៅខាងលើនេះគឺបង្ហាញអំពីតម្លៃបើកផ្សារតម្លៃខ្ពស់នៅខណៈនេះហើយតម្លៃទាបនៅក្នុងនាទីនេះដែរនេះជាចំនួន volume ជួញដូរនិងថ្លៃជួញដូរយើងបែកថយក្រោយវិញហើយយើងក៏អាចតាមដានទិន្នន័យទីផ្សារផ្ទាល់តាមរយៈគេហទំព័រ ICSX ដែរប៉ុន្តែខ្ញុំអត់បង្ហាញទេតោះតែយើងមានគណនីជួញដូរចូលមើលមិនបានឥឡូវយើងទៅមើលកន្លែងសំខាន់ជាងគេគឺគេហទំព័ររបស់ផ្សារមួយបែបកម្ពុជាបាទចូលតាម search Google ក៏បានចូលតាមកម្មវិធីជ្រោមក៏បានដែរតមកយើងវាយអាស័យដ្ឋានផ្សារមួយបែបកម្ពុជា csx.com.kh ហើយចុច search ទៅ Go យើងអាចរើសវាជា desktop site បាទយើងចុចខាងលើស្ដាំដៃនេះហើយយកកន្លែង desktop site នេះមកខ្ញុំរើសឲ្យស្រាប់ហើយគេទំព័រនេះមាន2ភាសាបាទបងប្អូនចុចខាងលើស្ដាំដៃអុច3នេះបាទមានភាសាខ្មែរភាសាអង់គ្លេសយើងស្ទាត់មួយណាយកមួយហ្នឹងខ្ញុំយកខ្មែរដដែលបាទបន្ទាប់មកយើងទៅមើលខាងលើឆ្វេងដៃនេះមានសញ្ញាឆ្នោត3ចុចឡើងលើនឹងមកជាកន្លែងដែលយើងអាចទៅរកទិន្នន័យទីផ្សារបានហើយបាទនេះគេដាក់ថាទិន្នន័យទីផ្សារចុចលើវាទិន្នន័យទីផ្សារនេះបើភាសាអង់គ្លេសគេដាក់ market data បាទចូលដល់មនុស្សនេះយើងមានកន្លែងមើលច្រើនខាងលើគេទោះបិទទីផ្សារប្រចាំថ្ងៃយើងចូលកន្លែងនឹងមុនគេបាទអញ្ចឹងយើងអាចមើលអំពីសន្ទុះបាទទីផ្សារយើងទាំងមូលដែលពីអតីតកាលរហូតដល់បច្ចុប្បន្នបាទអញ្ចឹងនៅក្នុងនេះយើងឃើញមានវាបង្ហាញរយៈពេល1ខែបាទណាឧទាហរណ៍ខ្ញុំមើលថ្ងៃ6ខែកុម្ភៈ2025អញ្ចឹងវានឹងបង្ហាញពីថ្ងៃហ្នឹងរហូតដល់ថ្ងៃ6ខែមីនា2025បាទនេះជាសន្ទុះផ្សារទាំងមូលបាទនេះជាគិតជាមើលជាតួលេខបាទតាមថ្ងៃយើងអាចមើលបាននេះសន្ទុះបច្ចុប្បន្នបំរែបំរួលណាជាភាគរយណាសន្ទុះបើកសន្ទុះខ្ពស់ទាបទំហំជួញដូរបាទតម្លៃជួញដូរយើងមើលនៅហ្នឹងគឺមានបង្ហាញលម្អិតហើយយើងចង់មើលថ្លៃភាគហ៊ុនមួយយើងអាចចុចកន្លែងនេះបាទកន្លែងមូលបត្រកម្មសិទ្ធិនេះចុចលើវាមកបាទវានឹងធ្លាក់ឲ្យយើងមើលទៀតបាទអញ្ចឹងយើងអាចចូលទៅមើលកន្លែងសង្ខេបការជួញដូរនេះបាទអញ្ចឹងសង្ខេបការជួញដូរនេះវាបង្ហាញយើងលម្អិតបាទអញ្ចឹងនៅក្នុងទីផ្សារយើងមានវិធីសាស្ត្រជួញដូរ2យ៉ាងគឺទី1គឺវិធីសាស្ត្រជួញដូរតាមការដេញថ្លៃនៅលើទីផ្សារដែលយើងប្រើ platform CSA Trade ទិញលក់រាល់ថ្ងៃណាហើយវិធីសាស្ត្រមួយទៀតនេះគឺវិធីសាស្ត្រជួញដូរតាមការចរចាបាទបើសិនជាមានក្រុមហ៊ុនណាមួយនៅក្នុងផ្សារយើងមានការចរចាជាកញ្ចប់អីចឹងវានឹងបង្ហាញឡើងនេះដែរពេលខ្លះនៅថ្ងៃជួញដូរអញ្ចឹងមានវិជ្ជកិនមកធំគាត់ចរចាគ្នាគាត់ទិញនៅក្រៅផ្សារអញ្ចឹងវានឹងបង្ហាញនៅក្នុងនឹងអញ្ចឹងសង្ខេបការជួញដូរសំខាន់មែនទែនយើងអាចមើលបានបាទនេះគឺបង្ហាញទាំងអស់ក្រុមហ៊ុនអញ្ចឹងមានទីផ្សារគោលទីផ្សារកំណើនមកយើងយកទាំងអស់តែម្ដងស្រួលមើលបាទកន្លែងនេះគឺជាសន្ទុះទីផ្សារបាទកាលពីថ្ងៃម្សិលមិញថ្ងៃទី5ខែមីនា2025បាទអញ្ចឹងវាបង្ហាញនេះទំហំជួញដូរតម្លៃជួញដូរមូលធនទីផ្សារពេញបាទអញ្ចឹងនេះគេប្រាប់អំពីកំណត់ចំណាំបាទគណនាដោយរបៀបណានេះជាវិធីសាស្ត្រជួញដូរតាមការដេញថ្លៃដែលយើងមើលរាល់ថ្ងៃនេះបាទគ្រប់ក្រុមហ៊ុនទាំង11ក្រុមហ៊ុននេះបច្ចុប្បន្នបាទអញ្ចឹងយើងនឹងឃើញមនុស្សនេះប្រាប់យើងនេះថ្លៃបិទផ្សារបំរែបំរួលថ្លៃបើកផ្សារថ្លៃខ្ពស់ថ្លៃទាបបាទដែលកំពុងតែឡាយថាមកំពុងតែផ្សារកំពុងតែដំណើរការឥឡូវនេះអានេះទំហំជួញដូរបាទACDA ABC លើគេ 53000 ហ៊ុនជាងបាទនេះ
ក្រោមគេ JSL 388ហ៊ុនហ្នឹងទៅអានេះគេថ្លៃជួញដូរបាទគឺជាតម្លៃដែលបានជួញដូរអានេះ PE PB ចឹងបងប្អូនខ្លះគាត់ចង់ដឹងថាតើ PE PB រយណាបងប្អូនអាចមកមើលក្នុងទិន្នន័យទីផ្សារប្រចាំថ្ងៃនេះបានវានឹងបង្ហាញ PE PB ដែលគណនាឲ្យស្រាប់បាទប្រព័ន្ធ system របស់ផ្សារហ៊ុនគេគណនាឲ្យស្រាប់យើងអាចមើលតាមនឹងបានបន្តមកទៀតយើងចុចកន្លែងនេះបាទមនុយថ្លៃមូលបត្រនេះក៏សំខាន់ដែរយើងចុចលើវាទៅបាទមនុយថ្លៃមូលបត្រនេះគឺបង្ហាញអំពីក្រុមហ៊ុនមួយបាទនៅក្នុងទីផ្សារអញ្ចឹងយើងចង់មើលក្រុមហ៊ុនណាយើងរើសលើក្រុមហ៊ុនហ្នឹងទៅអានេះគេដាក់ថាទីផ្សារគោលបាទក្រុមហ៊ុននៅក្នុងទីផ្សារគោលបើយើងចង់មើលទីផ្សារកំណើតយើងចុចលើវាទៅវាបង្ហាញទីផ្សារកំណើតណាខ្ញុំចុចលើទីផ្សារកំណើតសាកមើលបាទអញ្ចឹងវានឹងចាប់ក្រុមហ៊ុនទីផ្សារកំណើតមុនគេមាន DVD មាន JSL ចុចលើវាទៅឃើញណាយើងចង់មើលមួយណាមែននេះបាទអញ្ចឹងយើងឃើញបំរែបំរួលប្រចាំថ្ងៃវាបង្ហាញរយៈពេល1ខែចុងក្រោយដែរបាទយើងឃើញនេះបំរែបំរួលណាចាំថ្ងៃណាមានទំហំជួញដូរអីដូចគ្នាយើងមើលណាគេធៀបនឹងថ្លៃបាទខ្ញុំចុចលើទីផ្សារគោលđểបើកមើលកន្លែងនេះយើងរើសក្រុមហ៊ុនបាទវាមានច្រើនក្រុមហ៊ុនអូខេនៅក្នុងនេះសំខាន់តែប៉ុណ្្នឹងទេបងប្អូនបាទខ្ញុំបែកថយក្រោយវិញបាទជាបន្តយើងមកស្វែងរកទិន្នន័យទីផ្សារនៅលើគេទំព័រយើងបន្តទៀតបាទយើងឃើញនៅខាងលើនេះមានអក្សររត់នេះគឺបង្ហាញអំពីការជួញដូរថ្ងៃនេះទេឥឡូវយើងមកមើលការជួញដូរបិទផ្សារម្សិលមិញដែលបង្ហាញនៅលើផមកកដែរបាទនេះគេឡើងបង្ហាញអំពីសន្ទុះកន្លែងនេះអស់ឡើងលើតិចមកយើងនឹងឃើញមានកន្លែងសំខាន់2ទៀតបាទនេះគឺទិន្នន័យទីផ្សាររបស់ផ្សារមូលបត្រមហាអនុតំបន់មេគង្គអានេះគឺទិន្នន័យទីផ្សារយើងការបិទផ្សារម្សិលមិញបាទអញ្ចឹងខ្ញុំស៊ូមឲ្យធំតិចស្រួលមើលផ្សារមូលបត្រមហាអនុតំបន់មេទន្លេមេគង្គមានច្រើនមានផ្សារហ៊ុនថៃផ្សារហ៊ុនឡាវចិនវៀតណាមមានទៅយើងចុចកន្លែងបន្ថែមយើងមើលឃើញកាន់តែច្រើនទៀតដែរបាទអញ្ចឹងគឺសន្ទុះផ្សារគេណាបំរែបំរួលគិតជាតម្លៃជួញដូរដែរលៀនយើងទៅមើលខាងលើតិចផ្សាររបស់យើងបាទនេះកន្លែងនេះសំខាន់បងប្អូនណាសង្ខេបទីផ្សារគឺយើងចូលមើលបាទនេះគឺទីផ្សារសរុបអានេះទីផ្សារគោលទីផ្សារកំណើនចុចលើវាបាទនេះបង្ហាញអំពីសន្ទុះផ្សារយើងបាទមានមូលធនទីផ្សារមូលធនទីផ្សារពេញហើយនឹងទំហំជួញដូរតម្លៃជួញដូរអូខេឥឡូវទៅមើលកន្លែងមួយទៀតបាទទិន្នន័យវិជ្ជកិនបាទសំខាន់កន្លែងនេះបាទនេះបងប្អូនណាយើងចង់ដឹងថាមានវិជ្ជកិនឯកតបុគ្គលទិញចូលលក់ចេញប្រមាណបាទយើងមើលកន្លែងហ្នឹងគឺឃើញនីតិបុគ្គលបាទទិញចូលលក់ចេញប្រមាណវិជ្ជកិនក្នុងស្រុកបាទទិញចូលលក់ចេញវិជ្ជកិនបរទេសបាទទិញចូលលក់ចេញនេះគឺជាទិន្នន័យថ្ងៃទី5មីនាបាទបង្ហាញយើងកន្លែងនេះបន្តមកទៀតយើងចុចកន្លែងភាគហ៊ុនល្អជាងគេចុចលើនេះវាបង្ហាញអំពី top បាទវាបង្ហាញតែ3ទេក្រុមហ៊ុនទាំង3ណាដែលនេះគេហៅដាក់ថ្លៃកើនបាទភាគហ៊ុនណាដែលមានតម្លៃកើនជាងគេនៅក្នុងថ្ងៃបិទផ្សារហ្នឹងបាទគឺទី1គឺជាប់ GTI បាទកើនឡើង40រៀលបន្តមក ABC កើន20រៀលបន្តមកមាន PPSP 10រៀលហ្នឹងទៅតម្លៃជួញដូរបាទតមកគេមើលកន្លែងនេះម្ដងថ្លៃធ្លាក់បាទគឺបង្ហាញអំពី rank ភាគហ៊ុនដែលធ្លាក់ថ្លៃច្រើនជាងគេបាទទី1គឺ PPAP ធ្លាក់ដល់200រៀលបើគិតជាភាគរយ 1.39% ទី2 Prestige ធ្លាក់30រៀលទី3រដ្ឋកោទឹកបាទ 0% នេះឥឡូវយើងទៅមើលកន្លែងតម្លៃជួញដូរម្ដងបាទតម្លៃជួញដូរគឺបង្ហាញអំពីភាគហ៊ុនណាដែលមានការជួញដូរច្រើនជាងគេបាទគិតជាង ACDA ជាប់លេខ1ដល់ទៅ394លានរៀលទី2គឺ GTI បាទជិត30លានរៀលទី3គឺរដ្ឋកោទឹកបាទជាង23លានរៀលបាទតមកគឺទំហំជួញដូរបាទគឺសំដៅលើ volume បាទចំនួនភាគហ៊ុនដែលបានជួញដូរជោគជ័យក្រុមហ៊ុនជាប់លេខ1គឺ ACDA បាទមាន 53693 ហ៊ុនទី2គឺ MJQE បាទការ៉េ5តែម្ដងទី3គឺ GTI បាទជិត5000ហ៊ុនដែរក្រៅពីគេហទំព័ររបស់ផ្សារមូលបត្រក៏យើងអាចទៅស្វែងរកទិន្នន័យសង្ខេបប្រចាំថ្ងៃតាមរយៈក្រុមហ៊ុនមូលបត្រឬក៏ broker ដែលគាត់ចេញផ្សាយជារៀងរាល់ថ្ងៃតាមរយៈ Telegram Channel ឬក៏ Telegram Group របស់គាត់ហើយនិង Facebook Page បាទយើងអាចចូលទៅមើលបានឧទាហរណ៍ដូចជាក្រុមហ៊ុនមូលបត្រ ACDA Moco ក្រុមហ៊ុនមូលបត្រ Canada ក្រុមហ៊ុនមូលបត្រ SBI ក្រុមហ៊ុនមូលបត្រ Royal Group Security បាទជាបន្តខ្ញុំនឹងបញ្យល់បងប្អូនអំពីសង្ខេបទីផ្សាររបស់ក្រុមហ៊ុនមូលបត្រមួយមានភាពខុសគ្នាបាទហើយនៅក្នុង channel របស់ផ្សារហ៊ុនយើង CSX នេះក៏មានដែរបាទក៏មានសង្ខេបទីផ្សារប្រចាំថ្ងៃដែរផ្សារមូលបត្រកម្ពុជា CSX បាទចូល channel Telegram ទៅបងប្អូននឹងឃើញ
សង្ខេបរៀងរាល់ថ្ងៃដែរក្រុមហ៊ុនណាប្រែប្រួលឡើងថ្លៃចុះថ្លៃណាចាំថ្ងៃនេះជាខ្ញុំចូលទៅមើលក្នុង channel SBI Royal Security យើងមើលរបាយការណ៍សង្ខេបប្រចាំថ្ងៃបាទយើងចង់ស្វែងយល់វាណាអញ្ចឹង broker នេះគាត់បានបង្ហាញអំពីទិន្នន័យប្រចាំថ្ងៃបាទមានជួរឈរតារាងនេះមានឈ្មោះក្រុមហ៊ុនមានតម្លៃមូលដ្ឋាន base price ថ្លៃបើកផ្សារថ្លៃបិទផ្សារបាទហើយបំរែបំរួលគិតជាទឹកលុយបាទ10 20 40 60អីចឹងទៅអានេះបំរែបំរួលគិតជាភាគរយអានេះគឺ market cap បាទគឺតម្លៃទីផ្សារដែលមានការជួញដូរនេះអានេះគឺចំនួនvolume ភាគហ៊ុនដែលបានជួញដូរជោគជ័យក្រុមហ៊ុនមួយបាទនេះគឺtrading amount បាទថ្លៃជួញដូរហើយជួរឈរនេះគេដាក់ថា MTD បាទឆេងគឺស្មើនឹងពាក្យថា month to date បាទគឺគេគិតចាប់ពីខែដំបូងនៃឆ្នាំនេះរហូតដល់ថ្ងៃបច្ចុប្បន្ននេះឃើញបំរែបំរួលប្រហែលភាគរយអានេះគេដាក់ YTD បាទគឺ year to date គឺគិតចាប់ពីដើមឆ្នាំនេះរហូតដល់ថ្ងៃនេះបាទគិតជាប្រែប្រួលប្រហែលភាគរយហ្នឹងទៅបាទខាងក្រោមគេមានរៀបរាប់ប្រាប់យើងជាភាសាអង់គ្លេសណា CSA Index បាទសន្ទុះទីផ្សារត្រូវបានមកបិទនៅតម្លៃ413វាកើនឡើង 1.01 ពិន្ទុបាទស្មើនឹង 0.24% បាទធៀបនឹងថ្ងៃបិទផ្សារមុនបាទហើយនេះចំនួនភាគហ៊ុនដែលជួញដូរជោគជ័យយើងមើលឡើងនេះគេដាក់ DAR នេះ 67,109 ហ៊ុនដែលផ្លាស់ប្ដូរដៃអញ្ចឹង volume នេះវាកើនឡើងបាទ 15% បើធៀបថ្លៃបិទផ្សារកាលពីថ្ងៃមុននៅកន្លែងនេះគឺ broker បានរៀបរាប់ប្រាប់យើងបាទគឺlocal individual investor បាទគឺវិជ្ជកិនក្នុងស្រុកយើងបានលក់ចេញបាទ 90% ហើយទិញចូល 73% បាទក្នុងនេះមានវិជ្ជកិនបរទេសដែរលក់ចេញ 7% និងទិញចូល 27% កន្លែងនេះគេដាក់ General Corporation បាទគឺវិជ្ជកិនស្ថាប័នក្រុមហ៊ុនបានចេញមក 3% នៃចំនួនជួញដូរសរុបហើយបើយើងចង់ដឹងថាវិជ្ជកិនណាមួយបាទទិញចូលប្រមាណភាគរយហ្នឹងវាត្រូវនឹងប្រមាណហ៊ុនយើងអាចយកមកគណនាមើលបានឧទាហរណ៍បរទេសបាទគាត់ទិញចូលណា bought back នេះ 27% អញ្ចឹងយើងយក 27% គុណនឹងចំនួនភាគហ៊ុនសរុបមកយើងនឹងឃើញបាទខ្ញុំឧទាហរណ៍គុណឲ្យបងប្អូនមើលបាទគុណមើលទៅឃើញថាបាទយក 67,109 នេះគុណ 27% ទៅឃើញចំនួនហ៊ុនណា 18,119 ហ៊ុនអញ្ចឹងយើងអាចសន្និដ្ឋានបានថាបរទេសបានទិញចូលនឹង 18,000 ហ៊ុនជាងអញ្ចឹងតើភាគហ៊ុនមួយណាដែលគាត់ទិញមកយើងអាចមើលនៅលើការជួញដូរប្រចាំថ្ងៃក្រុមហ៊ុនទាំង11យើងអាចសន្និដ្ឋានបានណាបាទអញ្ចឹងមានហ៊ុនណាខ្លះដែលមានចំនួនច្រើនអញ្ចឹងគឺមានតែ ACDA ទេដែលមានដល់ទៅ 36,500 ហ៊ុនជាងដែលបានជួញដូរជោគជ័យថ្ងៃនេះអញ្ចឹងបើក្រុមហ៊ុនផ្សេងគឺអត់មានទេមានត្រឹម 10,000 ចុះក្រោម 13,000 ហ៊ុនចុះក្រោម share card មួយក្រៅពីហ្នឹងអត់ដល់ទេមាន 4,000 ហ៊ុន 1,000 ហ៊ុន 100 ហ៊ុនចុះក្រោមបាទខ្ញុំចូលទៅក្រុម Telegram របស់ ACDA Security ទៀតបាទគឺអញ្ចឹងរបៀបសរសេរគាត់ស្តៀងនឹង SBI ដែរតែខុសកន្លែងខ្លះបាទអញ្ចឹងគាត់សរសេរសាមញ្ញទេខ្ញុំបើកឲ្យធំមើលសិនបាទអញ្ចឹងគាត់សរសេរសាមញ្ញបាទគឺសេកាត់តែម្ដងបាទវិជ្ជកិនក្នុងស្រុកទិញចូលលក់ចេញណានឹងក្រុមហ៊ុនមូលបត្រ security firm នេះក្រុមហ៊ុនមូលបត្របាទទិញចូលលក់ចេញបានភាគរយវិជ្ជកិនបរទេសទិញចូលលក់ចេញបានភាគរយសេនៅនឹងណានេះ GC General Corporation វាជាវិជ្ជកិនស្ថាប័នឬនីតិបុគ្គលបាទអញ្ចឹងតារាងជួរឈរនឹងដូចគ្នាដែរបាទគឺមានឈ្មោះក្រុមហ៊ុនថ្លៃបិទថ្លៃបើកថ្លៃទាបថ្លៃខ្ពស់ចំនួន volume ហើយមាន PE PB បាទអញ្ចឹងលើស SBI អត់មាន PE PB ទេអញ្ចឹង ACDA គាត់មានដាក់បន្ថែម PE និង PB ជាពិសេសមកជួរឈរចុងក្រោយនេះគឺមានកំណត់ត្រាភាគលាភដែលបានចែកបាទក្រុមហ៊ុនមួយណាកាលពីឆ្នាំ 2023 នេះក្រុមហ៊ុនណាចែកភាគលាភប៉ុន្មានទៅអញ្ចឹងខុសគ្នាតិចតួចខ្ញុំចូលទៅមើល Channel Telegram របស់ Canada Security បាទក៏មានសង្ខេបទីផ្សារដែរបាទអញ្ចឹងខុសគ្នាគាត់មានរាយរាប់ជាភាសាខ្មែរច្រើនបាទនឹងបងប្អូនអានទៅនឹងយល់ហើយខ្ញុំចុចកន្លែងនេះធំតិចមើលអញ្ចឹងកាណាឌាគាត់មានភាសាចិនផងភាសាខ្មែរផងបាទមានឈ្មោះក្រុមហ៊ុនឈ្មោះជាភាសាខ្មែរបាទអញ្ចឹងមានតម្លៃ IPO មានថ្លៃបើកថ្លៃបិទអីដូចគ្នាបាទហើយអានបាតទេគាត់មានតែ PE ទេគាត់អត់មាន PB ទេណាអញ្ចឹងខុសគ្នាអញ្ចឹងខាងក្រោមនេះក៏មានដាក់ដែរបាទវិជ្ជកិនឯកតបុគ្គលនីតិបុគ្គលក្នុងស្រុកបរទេសបាទកន្លែងមកមើល
broker Royal Group Security គាត់មានរបៀបសរសេរគាត់មួយបែបទៅបាទគឺគាត់បែងចែកគាត់យកភាគហ៊ុន share card គាត់សង្ខេបដល់ឡៃតែឯងមួយហើយបានគាត់មានសង្ខេបរួមគ្នាមួយដែរខ្ញុំចុចបើកមើលបន្តិចបាទនេះភាគហ៊ុន share card បំរែបំរួលប្រចាំថ្ងៃហើយក្រោមនេះគឺគាត់មានបន្ថែមអីខ្លះបាទអញ្ចឹងមាន ticker និមិត្តសញ្ញាឈ្មោះក្រុមហ៊ុននិងមានឈ្មោះផ្សេងទៀតបាទមាន PE ដែរបាទហើយបន្តមកទៀតបាទនឹងឲ្យដូចភាគហ៊ុនក្រុមហ៊ុនផ្សេងដែរបាទដូច្នេះខាងក្រុមហ៊ុនមូលបត្រមួយគាត់សិតតែមានគេហទំព័រមាន Facebook page មាន Telegram group Telegram channel បងប្អូនអាចចូលទៅ follow ចូលទៅ subscribe ហើយអាចទៅទាញយកបាទទិន្នន័យសង្ខេបប្រចាំថ្ងៃដែលគាត់ផុសរាល់ថ្ងៃបានបាទហើយវីដេអូក៏ដល់ទីបញ្ចប់បាទខ្ញុំសូមខន្តីអភ័យទោសបើសិនជាមានកំហុសឆ្គងអាចចេតនាណាមួយកើតឡើងបើសិនជាមានចម្ងល់ផ្សេងមិនទាន់យល់ឬក៏មានមតិយោបល់យ៉ាងណាចូលរួមនៅក្នុងវីដេអូនេះអាច comment បានហើយជាចុងក្រោយខ្ញុំបានក៏សូមជូនព័ត៌មានទាក់ទងនឹងក្លឹបសិក្សាឯកជនរបស់យើងដែលមានទទួលសមាជិកចុះឈ្មោះចូលរៀនរាល់ថ្ងៃសម្រាប់បងប្អូនថ្មីបាទដែលខ្វះបទពិសោធន៍ចំណេះដឹងហើយចង់រកគ្រូបរិញ្ញាអ្នកបង្វឹកអ្នកប្រឹក្សាអំពីផ្សារហ៊ុនបាទយើងមានគ្រប់សមាជិក admin ដល់ទៅ8រូបបាទដែលឆ្លងកាត់បទពិសោធន៍ជួញដូរវីដេអូពីហ៊ុននៅក្នុងទីផ្សារមួយបាទកម្ពុជាជាច្រើនឆ្នាំបាទយើងនឹងជួយចែករំលែកបទពិសោធន៍ចំណេះដឹងកលឹះវិធីសាស្ត្រជាច្រើនបាទដើម្បីឲ្យបងប្អូនទទួលបានបទពិសោធន៍ចំណេះដឹងធ្វើម៉េចឲ្យវិនិយោគទៅប្រកបទៅដោយប្រសិទ្ធភាពបាទចេះគ្រប់គ្រងហានិភ័យចេះចាត់ចែងដើមទុនចេះវិភាគជ្រើសរើសក្រុមហ៊ុនវិនិយោគរយៈពេលវែងរយៈពេលខ្លីបាទរៀនអានរបាយការណ៍នៃវត្ថុរៀនគណនាវិភាគអនុបត្តិផ្សេងកម្មវិធីសិក្សាយើងរៀនតាមប្រព័ន្ធអនឡាញទេមានគ្រប់ Telegram យើងអាចឆាតជជែកគ្នាមាន topic មេរៀនចងក្រងជាច្រើនជូនបងប្អូនយើងអាប់ដេតយើងវិភាគព័ត៌មានរាល់ថ្ងៃការប្រែប្រួលនៅលើទីផ្សារដើម្បីឲ្យយើងតាមទាន់នៅបច្ចុប្បន្នភាពការប្រែប្រួលនៃភាគហ៊ុនបាទសម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចទំនាក់ទំនងមកលេខទូរស័ព្ទ Telegram admin បាទ086554297សូមអរគុណច្រើនចំពោះការទស្សនាពីដើមដល់ចប់បាទយើងនឹងជួបគ្នានៅវីដេអូថ្មីចែករំលែកលើកក្រោយទៀតជម្រាបលានាំមកជូនដោយក្លឹបប្រឹក្សាភាគហ៊ុន